ហ្វានសៀនមានចិត្តក្លាហានមានរឿងមួយចង់ទូស៊ូព្រះរាជបុត្រកាលពីមុនហ្វានសៀនត្រូវបានគេលួចធ្វើឃាតនៅតានជើមិនដឹងថាព្រះរាជបុត្របានដឹងរឿងនេះដែរឬទេក្នុងសវនាការដ៏ស្ងប់ស្ងាត់ហូកុងកុងប្រកាសបើកការពិភាក្សាធ្វើឲ្យសំណួររបស់ហ្វានសៀនកាន់តែមានទម្ងន់នេះគឺជាការការពារដំបូងរបស់ព្រះចៅអធិរាជចំពោះហ្វានសៀននិងជាការព្រមានដល់កម្លាំងនានានៅរាជធានីហ្វានសៀនមិនបានយកការពេញចិត្តនេះមកធ្វើជាអំណួតទេតែបែរជាឆ្លៀតពេលដែលព្រះរាជបុត្រហៀបនឹងចាក់ចេញសួរដេញដោលនៅចំពោះមុខគេឯងថាតើព្រះរាជបុត្រដឹងរឿងការលួចធ្វើឃាតនៅតានជើដែរឬទេសកម្មភាពនេះធ្វើឲ្យគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើលសូម្បីតែព្រះអង្គម្ចាស់ទី2ដែលតែងតែស្ងប់ស្ងាត់ក៏នឹកស្មានមិនដល់ថាគេហ៊ានប្រឈមមុខនឹងអំណាចរបស់ព្រះរាជបុត្រនៅកណ្ដាលថ្ងៃត្រង់បែបនេះសំណួររបស់ហ្វានសៀនមិនមែនជាភាពឆេវឆាវមួយពេលនោះទេតែជាជំហានដំបូងបន្ទាប់ពីចូលមកដល់រាជធានីគេដឹងថាអ្នកនៅពីក្រោយការលួចធ្វើឃាតនៅតានជើមិនអាចកាត់ផ្ដាច់ទំនាក់ទំនងជាមួយព្រះរាជបុត្របានឡើយការសួរនៅចំពោះមុខគេឯងគឺដើម្បីសាកល្បងចិត្តព្រះរាជបុត្រនិងជាការបញ្ជូនសារទៅកាន់អ្នកដែលឃ្លាំមើលគេនៅរាជធានីថាហ្វានសៀនមិនមែនជាផ្លែទុនដែលគេចេះតែច្របាច់បានតាមចិត្តនោះទេប្រឈមមុខនឹងសំណួរជំនេះព្រះរាជបុត្រគ្រាន់តែសើចចំអកមួយម៉ាត់ដោយមិនឆ្លើយហើយដើរចេញទៅសំឡេងសើចចំអកនេះបង្ហាញពីភាពមើលងាយនិងភាពក្រអឺតក្រទុំរបស់ព្រះរាជបុត្រប៉ុន្តែសម្រាប់ហ្វានសៀនប្រតិកម្មនេះបានបញ្ជាក់ពីការពាក់ព័ន្ធរបស់ព្រះរាជបុត្រក្នុងរឿងធ្វើឃាតនេះខ្យល់ព្យុះបានស្ងប់មួយរយៈហ្វានសៀនបំរុងនឹងជូនដំណើរសឺលីលីត្រឡប់ទៅវិញតែត្រូវបាននាងបដិសេធដោយយកលេសថាថ្ងៃក្រោយនៅមានពេលជួបគ្នាហ្វានសៀនមិនបានបង្ខំទេគេដឹងថាសឺលីលីលាក់បាំងអាចកំបាំងហើយការជាប់ពាក់ព័ន្ធជាមួយនាងនៅមិនទាន់ចប់ត្រឹមនេះទេការរក្សាចម្ងាយនៅពេលនេះគឺទុកផ្លូវឲ្យនាងផងនិងទុកផ្លូវដកថយឲ្យខ្លួនឯងផងលទ្ធផលធំបំផុតនៃសវនាការនេះគឺការដែលថឹងជីជីងអាចបង្ហាញខ្លួននៅរាជធានីដោយបើកចំនេះគឺជាបំណងដើមរបស់ហ្វានសៀនដែលការពារថឹងជីជីងតាំងពីនៅតានជើមកម្លេះអ្វីដែលគេចង់បានមិនមែនជាបុណ្យស័ក្តិអ្វីទេគឺគ្រាន់តែជាមនោសញ្ចេតនារបស់មនុស្សធម្មតាម្នាក់ក្រោយចាក់ចេញពីវាំងហ្វានសៀនបានតម្រង់ទៅកាន់ផ្ទះរបស់ថឹងជីជីងនៅតាមផ្លូវគេបានលេងសើចជាមួយក្មេងម្នាក់ដែលកាន់ស្គរគ្រាប់ផ្លែឈើថេងហេលូធ្វើឲ្យយុវជនដែលពោពេញដោយល្បិចកម្នាក់នេះបង្ហាញភាពក្មេងខ្ចីខ្លះពេលរកឃើញផ្ទះរបស់ថឹងជីជីងរឿងដំបូងដែលហ្វានសៀនធ្វើគឺណែនាំឲ្យគេនាំប្រពន្ធកូនចាក់ចេញពីរាជធានីទីនេះជាកន្លែងដែលពោពេញដោយរឿងអាស្រូវនៅយូរកាន់តែមានគ្រោះថ្នាក់ពាក្យណែនាំរបស់ហ្វានសៀនលាក់នៅភាពស្មោះត្រង់ចំពោះមិត្តនិងការយល់ដឹងច្បាស់ពីស្ថានភាពនៅរាជធានីគេដឹងថាខ្លួនឯងបានក្លាយជាគោលដៅរបស់កម្លាំងនានារួចទៅហើយមានតែការចាក់ចេញទេទើបអាចរក្សាសុវត្ថិភាពគ្រួសារបានថឹងជីជីងទោះបីជារារែកប៉ុន្តែមិនបានយល់ព្រមភ្លាមទេហ្វានសៀនដឹងថាគេនៅមានរឿងមិនទាន់ដាច់ស្រេចក្នុងចិត្តក្នុងនាមជាអ្នកចេះក្បាច់គុណគេអាចគ្រាន់តែលាក់ទុកក្តីបារម្ភនេះក្នុងចិត្តពេលដែលថឹងជីជីងណែនាំហ្វានសៀនឲ្យប្រពន្ធកូនស្គាល់កូនរបស់គេក៏និយាយថាគឺពូពិសាចម្នាក់នេះហើយដែលចង់ដណ្ដើមស្គរគ្រាប់ផ្លែឈើរបស់ខ្ញុំធ្វើឲ្យបរិយាកាសតានតឹងរលាយបាត់ភ្លាមហើយហ្វានសៀនក៏ទទួលបានភាពកក់ក្ដៅខ្លះក្នុងរាជធានីដ៏ត្រជាក់នេះគឺជាភាពខុសគ្នាជាមូលដ្ឋានរវាងហ្វានសៀននិងអ្នកប្រើល្បិចផ្សេងទៀតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏មិនបោះបង់ទឹកចិត្តជាមនុស្សដែរផ្ទុយពីភាពកក់ក្ដៅរបស់ថឹងជីជីងគឺឆាកល្ខោននយោបាយដ៏ល្អិតល្អន់របស់ព្រះចៅអធិរាជនៅក្នុងវាំងមេជូលីចូលគាល់តាមក្រោយហូកុងកុងដោយចិត្តភ័យខ្លាចតែព្រះចៅអធិរាជបែរជាទទួលគេដោយទឹកឃ្មុំនិងរំលឹកពីអតីតកាលទៅវិញសម្ដីទន់ភ្លន់ធ្វើឲ្យមេជូលីចាប់ផ្ដើមធូរចិត្តនិងបាត់ការប្រុងប្រយ័ត្ននេះជាជំហានដំបូងរបស់ព្រះចៅអធិរាជគឺទន់មុនរឹងក្រោយដើម្បីឲ្យគូប្រកួតទម្លាក់អាវុធពេលដែលមេជូលីគិតថាខ្លួនអាចរួចខ្លួនព្រះចៅអធិរាជក៏ប្រែទឹកមុខភ្លាមមេជូលីយើងឮថាឯងមានសមត្ថភាពចេះមើលគុណគូលក្ខណៈមនុស្សមកនេះមកមើលយើងបន្តិចមើលថាតើយើងដល់ពេលអស់បុណ្យហើយឬនៅមិនហ៊ានទេព្រះរាជសុខភាពព្រះអង្គនៅរឹងមាំណាស់បើខ្ញុំស្លាប់អ្នកដែលចុះចូលនឹងព្រះរាជបុត្រនៅមានពេលដែរទេធ្វើជាមន្ត្រី3ជំនាន់ក៏ចាត់ទុកថាជារឿងល្អមួយដែរត្រឡប់ទៅស្រុកកំណើតវិញចុះសំណួរមួយឃ្លានេះចាក់ចំចំណុចខ្សោយរបស់មេជូលីគេដឹងថាការដែលខ្លួនលួចចូលដៃជាមួយព្រះរាជបុត្រត្រូវបានបែកការហើយគេភ័យញ័រខ្លួនលុតជង្គង់សុំទោសសូម្បីតែហ៊ានស្នើសុំលាលែងពីតំណែងដើម្បីរក្សាជីវិតភាពទន់ខ្សោយរបស់មេជូលីមិនបានធ្វើឲ្យព្រះចៅអធិរាជអាណិតទេតែបែរជាធ្វើឲ្យទ្រង់សម្រេចចិត្តកម្ចាត់ចោលការអនុញ្ញាតឲ្យគេត្រឡប់ទៅស្រុកកំណើតដោយសុវត្ថិភាពធ្វើឲ្យមេជូលីគិតថាខ្លួនសំណាងហើយដែលបានរួចជីវិតប៉ុន្តែក្រោយពេលមេជូលីចាក់ចេញព្រះចៅអធិរាជក៏ងាកទៅបញ្ជាហូកុងកុងថាប្រាប់ទៅខាងការិយាល័យត្រួតពិនិត្យស្ទាក់ចាប់មេជូលីនៅតាមផ្លូវទៅស្រុកកំណើតធ្វើឲ្យដូចជាចោរព្រៃប្លន់សម្លាប់ទៅពាក្យប៉ុន្មានម៉ាត់នេះបង្ហាញពីភាពខុសខើនិងអំណាចផ្ដាច់ការរបស់ព្រះចៅអធិរាជ
ទ្រង់លើកលែងទោសឲ្យមេជូលីមួយពេលដើម្បីយកកេរ្តិ៍ឈ្មោះថាចេះយកយកដល់មន្ត្រីចាស់តែលួចសម្លាប់ចោលដើម្បីកម្ចាត់ស្លាប់របស់ព្រះរាជបុត្រនេះក៏ជាការព្រមានដល់មន្ត្រីទាំងអស់នៅរាជធានីថាអ្នកណាដែលហ៊ានប៉ះពាល់អំណាចព្រះមហាក្សត្រឬចូលដៃក្នុងចំនួនរាជវង្សចុងក្រោយមានតែផ្លូវស្លាប់មួយគត់ទោះបីជាហ្វានសៀនមិនបានឃើញផ្ទាល់ភ្នែកតែគេអាចស្មានដឹងពីស្ថានភាពនេះប្រតិបត្តិការនេះគឺជាការបោសសម្អាតឧបសគ្គផងនិងជាការព្រមានដល់រូបគេផងដែរនៅក្នុងរាជវាំងនេនកូឈីងល្បិចកលរបស់ស្ដេចគឺជាច្បាប់កម្ពុជាគ្រប់គ្នាសុទ្ធតែជាកូនអុករាប់ទាំងខ្លួនគេផងដែរគ្រប់សកម្មភាពរបស់ហ្វានសៀនសុទ្ធតែស្ថិតក្រោមការឃ្លាំមើលពីគ្រប់ភាគីក្នុងរាជធានីយប់មួយយាលីងមកប្រាប់ដំណឹងថាគូប៉ៅខុនត្រូវបានគេវាយដំហើយនៅក្បែរនោះគ្មានអ្នកបម្រើឈ្មោះស៊ូថុងទេថែមទាំងឮថាហ្វានសៀនបានស្នាក់